សួស្តីកូនទាំងអស់គ្នាថ្ងៃនេះយើងរៀនពន្យល់ពាក្យម្ដងចាពន្យល់ពាក្យថ្នាក់ទី2ពាក្យទី1គឺសិស្សានុសិស្សសិស្សានុសិស្សគឺមានន័យថាសិស្សទាំងឡាយសិស្សតូចនិងសិស្សធំឧទាហរណ៍ពេលចេញលេងសិស្សានុសិស្សនាំគ្នាលេងល្បែងជាក្រុមចាយើងពន្យល់ពាក្យទី2បណ្ណាល័យកន្លែងសម្រាប់តម្កល់ទុកសៀវភៅគម្ពីរក្បួនច្បាប់ផ្សេងឧទាហរណ៍នៅក្នុងបណ្ណាល័យមានសិស្សជាច្រើនកំពុងអានសៀវភៅចាយើងពន្យល់ពាក្យទី3កុមារាកុមារីគឺក្មេងប្រុសស្រីឧទាហរណ៍កុមារាកុមារីចូលចិត្តលេងលោតអន្ទាក់នៅពេលចេញលេងចាអរគុណច្រើនកូន